Ok, សួស្តីបងប្អូនទាំងអស់គ្នាអំបញ្ញមិញនេះគឺជាកម្មវិធី game ឆ្មាចាប់កណ្ដុរដែលលោកគ្រូបានបង្កើតវាឡើងនៅក្នុងកម្មវិធី Scratch ណាហើយវីដេអូនេះលោកគ្រូនឹងបង្ហាញទាំងអស់គ្នាម្ដងមួយជំហានដើម្បីបង្កើត game បែបហ្នឹងបានឥឡូវយើងទៅតាមដានទាំងអស់គ្នាណាអញ្ចឹងគឺយើងមើលទៅលើសញ្ញាកិច្ចការនេះគឺជាការអនុវត្តម្ដងមួយជំហានដើម្បីបង្កើតទៅជា game ឆ្មាចាប់កណ្ដុរពេញលេញបានអញ្ចឹងបងប្អូនមកតាមដានជាមួយលោកគ្រូជំហានទី1គឺយើងត្រូវការរៀបចំឆាកនិងតួអង្គអញ្ចឹងយើងចូលទៅកាន់កម្មវិធី Scratch របស់យើងមកយើងចូលមកកាន់កម្មវិធី Scratch គឺវាចេញបែបនេះហើយយើងត្រូវធ្វើអីយើងមើលតាមការណែនាំរបស់គេមួយដំបូងគឺគេឲ្យលុបតួអង្គឆ្មាពណ៌លឿងចោលអញ្ចឹងតួអង្គមានស្រាប់នៅក្នុង Scratch ហ្នឹងគឺយើងលុបវាចោលមកណាអញ្ចឹងលោកគ្រូចុចកន្លែងរូបធុងសំរាមនេះលោកគ្រូអាចលុបវាបានហើយណាតបមកទៀតយើងធ្វើអីគឺគេឲ្យយើងបន្ថែមតួអង្គថ្មីចំនួន3ណាគឺ cat 2 mouse 1និង dog 2អញ្ចឹងយើងធ្វើតាមគេមកនៅក្នុង Scratch របស់យើងទៅបន្ថែមតួអង្គកន្លែងថែមតួអង្គគឺយើងថែមនៅកន្លែងនេះណាយើងចូលកន្លែងរូបក្បាលឆ្មានេះមកយើងចុចរូបកែវឆ្លុះនេះមកឥឡូវលោកគ្រូទៅដល់ភាសាខ្មែរសិនដើម្បីឲ្យងាយយល់លោកគ្រូភ្លេចដូរភាសាណាឥឡូវយើងចូលដូរភាសាខ្មែរអញ្ចឹងយើងចូលទៅរើសតួអង្គរបស់យើងមកតួអង្គរបស់យើងមិញមានអីខ្លះមិញគឺមានឆ្មាមួយនេះហើយមានអីទៀតយើងរើស3ដងមានកណ្ដុរយើងទៅរកកណ្ដុរមកណាឬក៏បើយើងអុសរកមិនឃើញទេយើងវាយស្វែងរកកន្លែងនេះមកក៏បានដែរនេះកណ្ដុរណាគ្រូឃើញកណ្ដុរហើយតោះមកយើងទៅរើសឆ្កែមួយទៀតណារើសឆ្កែណាទៅឆ្កែយើងទៅមើលឆ្កែហើយបើយើងរើសអត់ឃើញទេយើង search ពីថា dog នេះឃើញមាន dog យើងរើសស្រឡាញ់ឆ្កែមួយណាឥឡូវលោកគ្រូយកឆ្កែនេះណាឥឡូវយើងបានតួអង្គ3ហើយតបមកទៀតគឺយើងគេឲ្យយើងបដូរឈ្មោះតួអង្គណាបដូរឈ្មោះ cat 2ទៅជាឆ្មា mouse 1ទៅជាកណ្ដុរនិង dog 2ទៅជាឆ្កែយើងបដូរឈ្មោះទៅជាភាសាខ្មែររបស់យើងដើម្បីងាយស្រួលហៅវាយកមកប្រើណាអញ្ចឹងយើងចូល Scratch របស់យើងហើយយើងទៅដូរឈ្មោះមកឆ្មាយើងទៅសេឆ្មាមកយើងដូរទៅជាឆ្មាកណ្ដុរគឺយើងដាក់ឈ្មោះថាកណ្ដុរហើយតួអង្គឆ្កែនេះគឺយើងដាក់ឈ្មោះថាឆ្កែឥឡូវយើងដូរបានណាយើងដូរឈ្មោះតួអង្គបានហើយតមកទៀតគឺគេឲ្យយើងបង្រួមទំហំរបស់កណ្ដុរមកត្រឹម50ឆ្មា60ឆ្កែ70អញ្ចឹងយើងទៅបដូរទំហំតាមការណែនាំរបស់គេទៅយើងចូលកន្លែងទំហំនេះយើងឈរនៅលើតួអង្គមួយណាយើងបដូរទំហំមួយហ្នឹងណាឥឡូវ teacher ឈរលើតួអង្គកណ្ដុរអញ្ចឹងយើងចង់បានទំហំប៉ុន្មានមិញ50ត្រូវដែរអញ្ចឹងយើងលុប100ទំហំដើមរបស់វាយើងដាក់ត្រឹម50ហើយសូមបញ្ជាក់ថាតួលេខត្រូវតែជាតួលេខអារ៉ាប់អត់អាចជាតួលេខខ្មែរបានទេណា50ឆ្មាប្រហែលមិញឆ្មា60ណាឆ្កែប្រហែលឆ្កែ70អញ្ចឹងយើងបដូរទំហំតាមហ្នឹងមកមើលទៅវាសមតំណងកណ្ដុរវាតូចជាងគេបន្ទាប់មកឆ្មាឆ្កែធំជាងគេអញ្ចឹងណាអូខេតោះឥឡូវយើងទៅមើលបន្តទៀតគេឲ្យយើងបន្ថែមផ្ទាំង background ណាផ្ទាំងខាងក្រោយឬ backdrops ចំនួន3ទី1គឺ blue sky ទី2គឺ forest ហើយមួយទៀតគឺ desert អញ្ចឹងផ្ទាំង3ហ្នឹងគឺយើងបង្កើតវាឡើងសម្រាប់ដាក់ level ឲ្យ game របស់យើងអញ្ចឹងមក level វាមានមួយផ្ទាំងអញ្ចឹងនៅពេលដែលវាដូរទៅផ្ទាំងវាដូរទៅ level ថ្មីគឺវាបដូរផ្ទាំងថ្មីដែរណាអញ្ចឹងយើងទៅដាក់ផ្ទាំងតាមការណែនាំរបស់គេមកណាដាក់ផ្ទៃខាងក្រោយមកឥឡូវយើងចូលកន្លែងនេះជ្រើសផ្ទាំងខាងក្រោយមិញគេឲ្យដាក់ blue sky ទៅដែរឥឡូវលោកគ្រូ search តែម្ដងគឺ blue sky ណាយើងរើសមួយណាក៏បានដែរសមតំណងយើងដាក់វា3ដងសារយើងចង់បង្កើតជា3 level ណាតមកទៀតគេឲ្យយើងរើសអីគេមិញនៅចាំគឺ forest ព្រៃណាផ្ទៃខាងក្រៅជាព្រៃហើយមួយទៀតផ្ទៃខាងក្រៅជា desert ជាវាខ្សាច់ណា
អញ្ចឹងយើងបានដាក់បានជោគជ័យហើយសម្រាប់ជំហានទី1របស់យើងណាជំហានទី1គឺយើងអនុវត្តបានជោគជ័យហើយគឺទៅលើការរៀបចំឆាកហើយនឹងតួអង្គណាអញ្ចឹងយើងដាក់បានតួអង្គ3គឺតួអង្គឆ្មាតួអង្គកណ្តៅនិងតួអង្គឆ្កែហើយយើងដាក់ផ្ទៃខាងក្រោយចំនួន3ដែរនេះផ្ទាំងខាងក្រោយរបស់យើងមាន3គឺមានផ្ទៃមេឃក្នុងព្រៃនិងនៅលើវាលខ្សាច់